បងអាណាមៃមួយឆ្នាំគេ free សបត់ជីកូខាតឲ្យមួយទៅជីកូខាតមួយខ្ញុំមុនទៅមកទិញក្រែមសិង្ហបុរីនៅម្ដុំសាកាប់កោនេះមួយសិននេះណាគេធ្លាប់ញ៉ាំអានឹងខ្លះឆ្ងាញ់ណាបាទដោយសារជីកូខាតហ្នឹងគឺនៅក្នុងពេងហួតបឹងស្នោជាងយើងក៏ធ្វើដំណើរតាមកោះនរាឥឡូវយើងក៏មកដល់ពេងហួតបឹងស្នោហើយកន្លែង PX កូខាតរបស់គេហ្នឹងនៅក្នុងហ្នឹងនេះគេមានតុបតែងដេក័រអីខ្ជូតចឹងទៅហើយខ្ញុំចូលទៅដល់ក៏ register ដោយសារខ្ញុំមានសបត់ free ហើយចឹងខ្ញុំទៅ register ហើយចាំតម៉ោងឡើងជិះទៅបានហើយក្មួយក៏វាហៅថតលេខដោយសារអីវាជាអត់បានទេវាអត់ទាន់គ្រប់អាយុចឹងណាហើយយើងក៏ដល់ម៉ោងទៅត្រូវឡើងឡានហើយគេឲ្យពាក់អាម៉ាស់មុខនេះមកឲ្យដូចមេចោលដល់ពេលយើងពាក់មួកការពារចូលទៅគ្រាន់មើលបន្តិចហើយនេះខ្ញុំក៏បានឡើងលើឡានហើយតែខ្ញុំនឹងវាឡើងឡានខុសខ្ញុំចេះឆ្ងល់នៅលើអាផ្លាកប៉ាណូគេជាមួយទៀតគេស្រែកហៅសៃហាមកកន្លែងរហូតខ្ញុំចេះឆ្ងល់ខ្ញុំឡើងឡានហើយតើមិនគេស្រែកហៅឈ្មោះខ្ញុំចឹងក៏ពិតខ្ញុំឡើងឡានខុសឡានខ្ញុំត្រូវលេខ9លេខនៅមុខគេតែខ្ញុំឡើងឡានលេខ6មើលលេខច្រឡំហ្នឹងហើយនេះឡានខ្ញុំនៅមុខវិញចឹងមិនខ្ញុំជិះអាមុខវិញហ្នឹងណានេះក៏យើងត្រៀមចេញដំណើរហើយរយៈពេល8នាទីតែនបាទហើយក្នុងការបើកនេះគឺខ្ញុំទទួលបានបរាជ័យគឺដោយសារមីមួកនេះមួកហ្នឹងគឺប្រហែលជាក្បាលខ្ញុំទូចពេកឬក៏មួកហ្នឹងធំពេកម្ដងនេះខ្ញុំពាក់ទៅវាឃ្លីងឃ្លោងក៏ពិតលបឿនឡានបើកអីខ្ញុំចេះបើកគេដល់ពេលដល់ឡើងកោងទៅយើងត្រូវបត់ខ្លាំងមួកហ្នឹងវាឃ្លីងឃ្លោងហើយវាឡើងបាំងភ្នែកខ្ញុំអញ្ចឹងធ្វើឲ្យខ្ញុំបន្ថយលបឿនរហូតបរាជ័យមួយ